ពួកមេតបរងចាំមើលរឿងកំ pl ៃ របស់ខ្ញុំតែខ្ញុំដឹងថាខ្ញុំមិនមែនរងចាំមើលគេទេខ្ញុំគ្រាន់តែគិតឃើញហើយថាក្នុងនៅពេលដែលពួកគេមិនអាចផ្ដល់កងទ័ពដែលចេះច្បាំងឲ្យខ្ញុំបាននោះខ្ញុំនឹងវឹកហាត់ដោយខ្លួនឯងចាប់ផ្ដើមពីដំបូងមានគេមកដណ្ដើមយកអណ្ដូងរ៉ែហើយគ្រប់គ្នាប្រយ័ត្នប្រគល់អណ្ដូងរ៉ែមកបើមិនចង់ស្លាប់បើមិនប្រគល់ឲ្យទេថ្ងៃនេះនឹងកប់ពួកឯងចោលនៅទីនេះឯងអណ្ដូងរ៉ែនេះគឺជាជីវិតរបស់យើងមិនអាចឲ្យពួកចោរប្លន់ទាំងនេះយកទៅបានដាច់ខាតទោះជាត្រូវស្លាប់ក៏ត្រូវអូសក្បាលពួកវាទៅស្លាប់ជាមួយដែរមិនព្រមផឹកស្រាប់អែមតែចង់ផឹកស្រាជូរពួកអត់ដឹងខុសត្រូវនេះចាប់ផ្ដើមវាយសម្រុកចូលទៅអ្នកណារ៉ារាំងសម្លាប់ឲ្យអស់កុំដកថយដាច់ខាតធ្វើរឿងបែបនេះនៅកណ្ដាលថ្ងៃត្រង់ពួកចោរទាំងនេះឈួតខ្លាំងណាស់តែមើលពួកកម្មករទាំងនេះចុះដើម្បីការពារអណ្ដូងរ៉ែហ៊ានយកជីវិតទៅប្រថុយនឹងពួកចោរភាពក្លាហាននេះហើយដែលខ្ញុំចង់បានទាហានល្អបែបនេះមិនអាចមើលគេស្លាប់បានទេយើងទៅជួយវាប្រហារម្ដងទៀតកងទ័ពរដ្ឋាភិបាលមកដល់ហើយអ្នកណារ៉ារាំងត្រូវទទួលទោសអ្នកខ្លាំងមិនរកផលវិបាកដាក់ខ្លួនបងប្អូនដកថយចាំមើលសិនចុះពួកអាត្រឆាននេះអរគុណអ្នកទាំងពីរដែលបានជួយតើលោកមានត្រកូលអ្វីខ្ញុំឈ្មោះឈីជីគូងបច្ចុប្បន្នជាមេតបនៅតំបន់នេះគឺលោកមេតបឈីដែលវាឈ្នះចោលសមុទ្រនៅឡុងសានយើងនឹងចងចាំគុណលោកប៉ុន្តែបើលោកមកដើម្បីប្រមូលពន្ធរ៉ែលោកមកខុសកន្លែងហើយនរណាថាខ្ញុំមកប្រមូលពន្ធរ៉ែបើអញ្ចឹងលោកមកធ្វើអ្វីនៅអណ្ដូងរ៉ែនេះខ្ញុំសូមនិយាយត្រង់ចុះខ្ញុំចង់បានមនុស្សរបស់ពួកអ្នកតើអ្នកព្រមតាមខ្ញុំទៅកម្ចាត់ចោរសមុទ្រទេទាហានរីកានៅតែចាញ់ចោរសមុទ្រតើលោកមិនអោយពួកយើងទៅស្លាប់ទេលោកមេតបពួកយើងធ្លាប់ឃើញមន្ត្រីពុករលួយនឹងខ្លាចស្លាប់ច្រើនពេកហើយដូច្នេះមិនមែនពួកយើងមិនហ៊ានសម្លាប់ចោរសមុទ្រទេតែពួកយើងខ្លាចគ្មានមេតបល្អហើយស្លាប់ដោយឥតប្រយោជន៍ពួកយើងត្រូវចិញ្ចឹមគ្រួសារឥឡូវនេះចោរសមុទ្រកំពុងឈ្លានពានទឹកដីសម្រាប់ប្រជាជនមិនរើសមុខទោះពួកអ្នកគ្រាន់តែរកស៊ីជីក្រែតែបើចោរសមុទ្រចូលដល់ក្នុងក្រុងតើពួកអ្នកនឹងធ្វើដូចម្តេចបើតាមខ្ញុំទៅច្បាំងមិនត្រឹមតែការពារជាតិប៉ុណ្ណោះទេគឺដើម្បីការពារគ្រួសារនិងផ្ទះសម្បែងរបស់ខ្លួនដែរខ្ញុំសូមសន្យាជាមួយពួកអ្នកខ្ញុំឈីជីគួងមិនមែនជាមនុស្សកំសាកខ្លាចស្លាប់ទេដល់ពេលចូលសម្រាប់ភូមិខ្ញុំនឹងរួមសុខរួមទុក្ខជាមួយពួកអ្នកនឹងមិនឲ្យពួកអ្នកស្លាប់ដោយឥតប្រយោជន៍ឡើយពាក្យសម្ដីស្ងួតនរណាក៏និយាយបានចង់ឲ្យបងប្អូនខ្ញុំជឿជាក់គ្រាន់តែប្រាមាត់និយាយគឺមិនបានការទេដល់ពេលប្រយុទ្ធជាមួយចោរទុកឲ្យពួកយើងគិតសិនតើត្រូវធ្វើដូចម្តេចទើបពួកអ្នកជឿជាក់ថ្ងៃស្អែកពេលព្រឹកព្រលឹមនៅអណ្ដូងរ៉ែនេះអ្នកនិងខ្ញុំមកប្រកួតគ្នាផ្ទាល់មុខបងប្អូនដើម្បីឲ្យគ្រប់គ្នាបានឃើញសមត្ថភាពរបស់លោកបើលោកឈ្នះពួកយើងនោះពួកយើងនឹងតាមលោកតើអ្នកមានជំនឿចិត្តប៉ុន្មានភាគរយសំនឹងចរិតរបស់ឯងពិតមែនរឿងណាដែលពិបាកឯងរឹតតែចង់ធ្វើជីជីគួងការប្រកួតថ្ងៃស្អែកខ្ញុំចង់ឃើញណាស់ថាឯងពិតជាស័ក្តិសមពួកយើងលះបង់ជីវិតដែរឬទេ
ក្បួនសាមញ្ញមិនប្រើអាវុធប្រើតែដៃទេលោកជាមន្ត្រីខ្ញុំឲ្យលោកវាយមុន3ក្បាច់ល្អខ្ញុំមិនថយឲ្យអ្នកទៀតទេមន្ត្រីម្នាក់នេះពិតជាមានសមត្ថភាពមែនខ្ញុំសូមទទួលស្គាល់ថាអ្នកពូកែតែអ្នកម្នាក់ឯងពូកែតើមានប្រយោជន៍អ្វី